Mendes ហេតុអ្វីបានជាការប្រកួតនេះគេលើកគេបោះ Nuno Mendes បាទគេសប្បាយចិត្តគេសាទរជាមួយនឹងទម្រង់លេងរបស់ Nuno Mendes ក៏ព្រោះតែគាត់ល្អគ្រប់កន្លែងបាទល្អគ្រប់កន្លែងគាត់ល្អបែបនេះហើយស័ក្តិសមជាមួយនឹងក្រុមមិត្តរួមក្រុមលើកតម្កើងគាត់ Nuno Mendes យប់មិញគឺជាតួឯកសម្រាប់ការប្រកួតទាំងមូលនៅឯ UEFA Nations League វគ្គប្រាច់ប្រត់នៅឯ Allianz Arena របស់ប្រទេសអាល្លឺម៉ង់ Nuno Mendes គឺជាតួឯកគេបានទាំងអ្នកពានរង្វាន់កីឡាករល្អប្រចាំទូនាមិនហ្នឹងបាទហើយនៅមិនអស់ដបាច់ទៅទៀតបងប្អូនយើងទស្សនាវគ្គប្រាច់ប្រត់យើងមិនឃើញហើយក្រោមក៏បានកដាលក៏បានលើក៏បានចុះលឿនមួយផ្លែតដល់ក្រោមមួយផ្លែតឡើងដល់លើសុទ្ធបានមកគ្រាប់ទៀត Nuno Mendes ពិសេសណាស់បាទកីឡាករវ័យ22ឆ្នាំរូបនេះខ្ញុំទើបតែឃើញមួយនេះទេល្អមែនទែនបងប្អូនហើយបាទល្អណា Lamine Yamal ចេញបាល់មិនរួចទេមកដល់កន្លែង Nuno Mendes គឺគាំងស្ដោកចេញអត់រួចទេគាំងស្ដោកត្រឹម Nuno Mendes ហ្នឹងបងប្អូនមិនថាតែ Lamine Yamal ទេ Bukayo Saka របស់ Arsenal ក៏ជាប់ឆ្កឹងនៅទៅនឹងដែរកាលពីវគ្គនៃ semi final Arsenal ប៉ះជាមួយនឹងអ្នកប៉ារីស Bukayo Saka ដែលកំពុងតែពេញល្អនៅអង់គ្លេសហ្នឹងក៏ជាប់ឆ្កឹងត្រឹម Nuno Mendes នឹងដែរមិនបានបោះបាល់អីស្រួលបួលមិនបានអូសជ្រែកសុទ្ធពីលើតបូលទូកអីទេដូច Lamine Yamal យ៉ាងហ្នឹងបាទហើយយើងមើលកាលពីវគ្គ16ក្រុមចុងក្រោយNuno Mendes បានធ្វើឲ្យ Mohamed Salah គាំងជើងស្ដោកគាំងស្ដោកទៅបងប្អូនហើយចេញបាល់មិនរួចទេ Salah ណាបោះបាល់អត់រួចយកបាល់ទៅមកសុទ្ធក៏មិនកើត Nuno Mendes នេះល្អមែនទេមែនតែបងប្អូនបាទនាំឲ្យ Salah អត់មានគ្រាប់បាល់ទល់ជាមួយនឹង Paris Saint-Germain បាទ Nuno Mendes ឡើងលឿនចុះលឿនបិទលឿន Nuno Mendes ជួយឲ្យ Paris Saint-Germain ឈ្នះពាន3នៅក្នុងស្រុកឈ្នះពានទី4នៅឯ Champions League ឈ្នះពានទី5នៅឯ UEFA Nations League រដូវកាលនេះប្រសិនបើ Paris Saint-Germain ឈ្នះជើងឯក Club World Cup ឬក៏ Paris Saint-Germain បានត្រឹមជើងឯករងឬក៏ឡើងវគ្គជើងណាមួយខ្ញុំថា Nuno Mendes ស័ក្តិសម Ballon d'Or ខ្ញុំនិយាយមែនណាបងប្អូនបើឈ្នះពាន5បាត់ហើយហ្នឹងបាទរដូវកាលហ្នឹងមើលណែ Trophy des Champions នៅឯស្រុកបារាំង Coupe de France នៅឯស្រុកបារាំង Ligue 1នៅឯស្រុកបារាំងជាមួយនឹង Paris Saint-Germain 3ណានៅក្នុងស្រុក UEFA Champions League នៅឯតំបន់អឺរ៉ុបទាំងមូលហើយឈ្នះ UEFA Nations League ដែលប្រកួតសន្សំពិន្ទុជំរុះ League A បាទតាំងពីឆ្នាំទៅរហូតមកដល់ពេលនេះ2ឆ្នាំមិនដឹងជើងឯកហ្នឹងជួយឲ្យពុទ្ធកាលឈ្នះជើងឯក5ពានហើយក៏សុទ្ធបានមកគ្រាប់វគ្គផ្ដាច់ប្រត់នៅ Nations League ទៀតទ្រង់លេង Man of the Match ទៀតស្ទើរគ្រប់ការប្រកួតនៅឯ Paris Saint-Germain បើមិនឈ្នះ Ballon d'Or ចម្លែកបាទឈ្នះ5ហើយនោះបាទឈ្នះ5ហើយនោះហើយឥឡូវហ្នឹងប៉ារីសនៅមានកៅអីលេងនៅ Club World Cup ទៀតហើយនៅ UEFA Super Cup ត្រូវប៉ះ Spurs ទៀតបាទឥឡូវយើងគិតមើលសំបីត្រឹមតែ5ពានប៉ុណ្ណឹងខ្ញុំឲ្យទៅ Mendes បាត់ហើយបាទ Nuno Mendes នេះល្អពេកហើយបងប្អូនហើយ Lamine Yamal ខ្ញុំមិនទាន់ឃើញណាបិទ Lamine Yamal ស្រួលទេតែ Nuno Mendes នេះអត់ឲ្យ Lamine Yamal លេងបានស្រួលទេជាប់ឆ្កឹងបងប្អូនអើយកម្រិត Lamine Yamal បច្ចុប្បន្ននេះខ្ញុំនិយាយត្រង់ល្អ Lamine Yamal ល្អមែនទែនដល់ទៅពេលខ្ញុំឃើញការប្រកួតជុំនេះទើបដឹងថារបស់ល្អប៉ុណ្ណឹងក៏មានរបស់ល្អមួយទៀតដែរដែលអាចបិទជាប់គឺ Nuno Mendes បាទ Nuno Mendes ដូច្នេះខ្ញុំមើលពីចិត្តខ្ញុំបងប្អូនខ្ញុំអត់ដឹងថាបងប្អូនយើងយល់យ៉ាងម៉េចទេខ្ញុំថា Nuno Mendes គឺជាកីឡាករស័ក្តិសម Ballon d'Or ត្រឹមតែ5ពានឥឡូវនឹងក្រោយមិនចាំបាច់ទៅឈ្នះ Club World Cup ឈ្នះ UEFA Super Cup ជាមួយ Paris ទៀតទេបាទប៉ុណ្ណឹងក៏សំរុំណែ Ballon d'Or ដែរបាទ Nuno Mendes នោះបើឈ្នះ5ពានហើយនោះបាទហើយឈ្នះ5ពានសំខាន់សុទ្ធវគ្គផ្ដាច់ប្រត់នៅ Nations League នេះសុទ្ធអ្នកណាសុទ្ធបារាំងណាបាទសុទ្ធជាស្រ័យបាទអេស្ប៉ាញណាគឺជាមហាអំណាចបាល់ទាត់នៅតំបន់អឺរ៉ុបដែរអេស្ប៉ាញណាមិនសុទ្ធក្រុមទូចទេអេស្ប៉ាញក៏លោធ្ងន់ពេកហើយ Nuno Mendes សុទ្ធលឹបខ្លួនឯងឡើងទៅសុទ្ធបានហើយខ្លួនឯងនឹងចុះមកបិទសិតតែស្ដាច់ Superstar នេះសើកំពូលទេបាទ Lamine Yamal អ្នកណាមិនស្គាល់អ្នកណាមិនល្បីនៅលើពិភពលោកចប់សប្តាហ៍នេះឡើងជើងកីឡាករវ័យក្មេងទាន់20ឆ្នាំផងរកអ្នកបិទមិនបានផងនៅអេស្ប៉ាញនៅ La Liga បិទមិនគ្មានពីណាបិទជាប់ទេកីឡាករនៅ Real Madrid ក៏បិទមិនជាប់ដែរបាទចឹងបាត់អត់ជាប់ទេតែ Nuno Mendes បង្ហាញថាគេមានសមត្ថភាពអាចឲ្យ Lamine Yamal ផ្នែកសបានធ្វើអីអត់ចេញមកបងប្អូនខ្ញុំមិនមែនទៅកាន់ជើង Nuno Mendes ទេបើខ្ញុំមើលឃើញអញ្ចឹងខ្ញុំថាទៅបាយ full match បាទការប្រកួតឡើងចប់ការប្រកួតមក full បើ Lamine Yamal ចូលអត់ចុះជាមួយនឹង Nuno Mendes នឹងផងនឹងហើយដល់ពេល Mendes នឹងខ្លួនឯងខ្សែការពារទៀតបានបាល់អូសទៅនឹង Lamine Yamal ដេញបិទមិនបានទេណាវាទៅអញ្ចឹងទៀតយកបាល់ទៅបញ្ជូនឲ្យបូដូបានសុទ្ធទៀតបាទបញ្ជូនផ្លាតអញ្ចឹងគេមិនរាប់បាល់គាត់បញ្ជូនទេក៏ប៉ុន្តែបាល់នេះគឺវាកាត់ឱកាសចេញពី Nuno Mendes បើគ្រាប់ទី2តាមស្មើនោះបាទអញ្ចឹង Nuno Mendes បើតាមបេះដូងរបស់ខ្ញុំបងប្អូនណាខ្ញុំថាគ្មាននរណាស័ក្តិសមជាងគាត់ទេមើលឃើញច្បាស់ភ្នែកបាទកីឡាករល្អគ្រប់ល្អមក full ទៅហ្មងអត់មានអីទាស់បាទខ្សែការពាររូបនេះលេងឲ្យ Paris Saint-Germain នៅឯ Champions League
Man of the match ស្ទើរបន្ទុកគាត់ច្រើនមិន Man of the match ស្ទើរគ្រប់ការប្រកួតទេបន្ទុកគាត់ច្រើនល្អមែនទែនជួយឲ្យប៉ារីសឡើងមកដល់វគ្គប្រាច់ប្រត់ឈ្នះ Champions League ហើយលេងនៅ League អង់ពេលខ្លះ Man of the match ក៏ច្រើនដែរអញ្ចឹងអាចនិយាយថាភាគរយខ្ពស់ណាស់ឈ្នះពាន4នៅឯ League ជាមួយនឹង Paris Saint-Germain ហើយមកដល់ប៉ូទុយហ្គាល់ជួយប៉ូទុយហ្គាល់ឈ្នះបានមួយទៀតឡើង5ពានហើយបើថាមិនសមជាបលុនដរទៀតវាចម្លែកបាទខ្ញុំយល់មែនណាបាទខ្ញុំ Nuno Mendes នេះគ្មានអ្នកណានឹកឃើញឈ្មោះគាត់ទេគ្មានអ្នកណានឹកឃើញឈ្មោះគាត់អត់ល្បីអត់ល្បាញអីទេក៏បានស្ងាត់ឈ្នះពាន5មើលហើយពានហ្នឹងមិនទូចទេពានខ្លឹមបាទយើងថាលីកអងជាលីកកសិកម្មបើលីកអងជាលីកកសិកម្មមិនមែនប៉ារីសហូបចុកក្រុមដែលមកពីលីកលំដាប់លេខ1លើលោកទេ Man City Aston Villa Liverpool Arsenal 4ក្លឹបហ្នឹងមកពីអង់គ្លេសដែលមានកៅអី Champions League រដូវកាលមុនហ្នឹងមកបាទ9ហ្នឹងមានកៅអី Champions League ទាំង4ហ្នឹងមកប៉ារីសទម្លាក់ទាំង4ហ្នឹងក្រុមមកពីលីកលេខ1លើពិភពលោកឥឡូវលីកកសិកម្មទម្លាក់ឲ្យមើលបាទហើយនៅក្នុងលីកកសិកម្មហ្នឹងប៉ារីសហ្នឹងគឺមាន Nuno Mendes នៅហ្នឹងបាទទម្លាក់អស់លីងហើយចឹងពាននៅក្នុងស្រុកលីកកសិកម្មមានន័យថាទម្រាំឈ្នះក៏មិនស្រួលដែរបាទមិនស្រួលទេអញ្ចឹងពាន3ក្នុងស្រុកគឺខ្លឹមហើយខ្ញុំថាមិនកសិកម្មទេបាទមិនកសិកម្មព្រោះថាក្រុមខ្លះហ្នឹងប៉ារីសហូបតឹងនៅអាលីកកសិកម្មហ្នឹងបាទដល់ទៅពេលមកដល់ពានលំដាប់អន្តរជាតិលំដាប់លេខ1នៅឯតំបន់អឺរ៉ុបអាចរាប់ថាលើពិភពលោកក៏ថាបានដែរព្រោះថាតំបន់អឺរ៉ុបគឺបាល់ទាត់ទំនើបជាងគេល្បីល្បាញជាងគេខ្លឹមជាងគេអញ្ចឹងមកដល់ពាន Champions League ហើយនៅតែប៉ារីសហូបទាំងអស់អ្នកណាឲ្យទៅជួបប៉ារីសហូបទាំងអស់ Arsenal ឈ្នះ Real Madrid ទាំង2ជើងមកជួបប៉ារីសហូបទាំង2ជើង Liverpool ខ្លឹមយ៉ាងហ្នឹងទៅមិនរួចជាមួយនឹងប៉ារីសផងបាទអញ្ចឹងអាចនិយាយបានថា Nuno Mendes ឈ្នះពានជាមួយនឹងប៉ារីស3នោះខ្ញុំថាសមរម្យហើយដែលគាត់ជាកីឡាករល្អហើយមកឈ្នះជាមួយនឹងប៉ារីសនៅឯ Champions League ទៀតវារឹតតែខ្លឹមហើយ4ពានបាទអ្វីដែលសំខាន់ហ្នឹងមកវគ្គផ្ដាច់ព្រាត់កាលពីប្រហែលម៉ោងមុនហ្នឹងបាទ10ម៉ោងជាងមុនហ្នឹងចូលជិត20ម៉ោងណាបងប្អូនណាបាទ20ហើយបាទឈ្នះវគ្គផ្ដាច់ព្រាត់ជាមួយនឹងប៉ូទុយហ្គាល់ហ្នឹងទៀតនាំឲ្យ Nuno Mendes ឈ្នះពាន5ឥឡូវបងប្អូនយើងសុំខមមិនតិចអ្នកណាដែលសមរម្យឈ្នះបាល់ុនដរជាងគេក្រៅតែពី Nuno Mendes ខមមិនមកខ្ញុំសូមមើលមតិយោបល់បងប្អូនយើងបន្តិចមើលអ្នកណាដែលអាចមានភាគរយឈ្នះបាល់ុនដរជាង Nuno Mendes មកសូមមើលបន្តិចមើលបងប្អូននៅយកពី Spurs មួយទៀតបានបាល់ុនដរបានពូខ្ញុំថា Spurs ក៏មិនមែនជាដៃគូរបស់ប៉ារីសដែរមិនមែនមើលងាយទេបងប្អូនណាបាទឥឡូវឧទាហរណ៍ថា5ហើយមិនអោយប៉ា Spurs ទៀតខ្ញុំថាប៉ារីសលើកទៀតពាននឹងបាទប៉ារីសលើកទៀតខ្ញុំថា Spurs មិនមែនជាដៃគូរបស់ Paris Saint-Germain ទេបាទការឈ្នះ Man U កាលពីវគ្គផ្ដាច់ព្រាត់ UEFA Europa League នោះ Man U បុកសុទ្ធឡើងទក់សាច់ប៉ុន្តែមិនចូល Man U លេងល្អជាង Spurs ឆ្ងាយបាទតម្រង់លេងលើកពានហើយហេតុអ្វីបានជាម្ចាស់ក្លឹបរបស់ Spurs នៅតែបណ្ដេញលោក Postecoglou គ្រូបង្វឹកចេញដោយសារតែទំនងលេងមិនគាត់ប្រសើរបើសិនជាទំនងលេងនេះឲ្យលោក Postecoglou មកដឹកនាំ Spurs នៅលេងនៅ Premier League សប្តាហ៍នេះទៀតខ្ញុំថាទំនងលេងនេះសូម្បីតែ Sunderland ក៏ Spurs ទៅមិនរួចដែរទំនងលេងអត់កើតទេបាទអត់កើតទេមកសម្រាប់ Spurs ហើយបើជួបជាមួយនឹង Paris Saint-Germain បើលេងរបៀបដូចក៏កាលប៉ះ Man U ហ្នឹងទក់សាច់លើហ្នឹងបើមិនទក់របស់ Paris បាទបើមិនទក់របស់ Paris ចង់ភ្នាល់មិនភ្នាល់ទេបងប្អូនយើងចាំមើលទាំងអស់គ្នាបាទខ្ញុំមិនមែនទៅមើលងាយ Spurs ទេតែទំនងលេងនេះគឺអត់ទៅរួចជាមួយនឹង Paris ហ្មងបាទមិនមែនមើលងាយទេបងប្អូនហើយបាទទំនងលេង Spurs នេះទុនជើងក្រោមហើយសម្រុកអត់មុតទេហើយតតាំងម៉ាំងទៅម៉ាំងមកជាមួយនឹងប៉ារីសគ្រោះថ្នាក់ឥឡូវហ្នឹងបាទប៉ារីសសាហាវបច្ចុប្បន្ននេះខ្ញុំថាប៉ារីសដូចជាគ្មានអ្នកដែលមានទម្រង់ប្រហែលប៉ារីសសោះខ្ញុំថាមាន2អ្នកដែលមានទម្រង់ថាឲ្យប៉ារីសវេទនាក្នុងការប្រកួតជាមួយទី1គឺ Liverpool ថៃបើធ្លាក់ក្រោមធ្វើជើងប៉ារីសថ្ងៃមុនតែប៉ារីសហូបមិនដាច់ទេទៅមកគ្រាប់ម្នាក់ហ្នឹងចឹងស្មើគ្នាគ្រាប់បាល់ចាញ់នឹងបាល់ពេលទាំងពីរហ្នឹងខ្ញុំថាមានតែ Liverpool ទេបន្ទាប់ពី Liverpool Barcelona តែ Barcelona ជើងក្រោមនឹងរោករ៉ាតែបើតំបន់ខាងលើអាចប្រហែលជាមួយនឹង Paris Saint-Germain បាទអ្នកផ្សេងទៀតបាយយ៉ាងម៉េចក៏មិនប្រមាណដែរប៉ុណ្ណឹងខ្ញុំថាមាន2នឹងឯងដែលអាចថាទៅក្បែរប៉ារីសបានហើយប៉ារីសអាចនឹងលើគេលំដាប់លេខ1ទៅមករដូវកាលនេះប៉ារីសលេខ1ទៅមុខលេខល្អបងប្អូនអើយបាទល្អយកទៅមែនទែនប៉ារីសអូខេបងប្អូនយើងទាំងអស់គ្នាសូមបញ្ចប់រឿងប៉ារីសត្រឹមប៉ុណ្ណេះបាទនិយាយឡើងមកសន្ទុះធំហើយបាទឡាយឡើងចូល40នាទីជាងហើយនៅវីតិញ្ញាមួយទៀតបាទប៉ុន្តែវីតិញ្ញាវគ្គផ្ដាច់ព្រាត់អត់សូវជាល្អប្រហែលទេវីតិញ្ញាវគ្គផ្ដាច់ព្រាត់បន្ទុក 7.3 បាទវីតិញ្ញាអត់បានបញ្ជូនអត់បានអីទេតែ Nuno Mendes បានសុទ្ធមកគ្រាប់
បាទបានសុទ្ធមកក្របឲ្យ Man of the Match បន្ទុក 8.7 ច្រើនជាងអ្នកណាទាំងអស់នៅលើទីលានកាលពីយប់ម្សិលមិញបាទNuno Mendes អញ្ចឹង Mendes ខ្ញុំឲ្យភាគរយខ្ពស់ជាងវីទីញ៉ាទៀតបាទហើយល្អណាស់ចុះមកបិទលឿនគាត់បិទគេបានគាត់ឡើងទៅសុទ្ធគេបាននឹងបានថាពិបាករកកីឡាករខ្សែការពារធ្វើល្អបែបនេះបាទបំរើការពារប្រយុទ្ធគឺបានមកឆ្ងាញ់បាន Nuno Mendes អញ្ចឹងបើសម្រាប់ខ្ញុំគិតថា Nuno Mendes ហើយជាអ្នកទំនងជាងគេនៅក្នុងការឈ្នះ Ballon d'Or រដូវកាលនេះព្រោះ5ពាន